សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមាន add in មួយសម្រាប់មកចែកម្លែកគ្នាយើងទាំងអស់គ្នាអឺគឺ add in មួយមានឈ្មោះថា Panda Beam ខ្ញុំឃើញថា add in ហ្នឹងវាមានមុខងារសម្បូរបែបជាច្រើនសម្រាប់ជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់យើងបានគ្នាយើងកលេចមកគឺវាមានជាមួយនឹង3 tab គឺតាក់ទងជាមួយនឹង structure តាក់ទងជាមួយនឹង rebar ហើយជាមួយនឹង model នេះគឺភាគច្រើនវា auto តាក់ទងជាមួយនឹងការ link CAD មក Revit តាក់ទងជាមួយនឹង auto ដែលយើងធ្វើនៅក្នុង Revit ផ្ទាល់តែម្ដងអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានមុខងារមួយសម្រាប់មកចែកម្លែកគ្នាយើងគឺតាក់ទងជាមួយនឹងការដែលយើងធ្វើ dimension grid line ហើយជាមួយនឹង dimension footing ចឹងតោះកុំឲ្យខាតពេកគ្នាយើងអាចចូលមកកាន់កន្លែង dimension ទាំងអស់គ្នាអញ្ចឹងយើងpull វាហើយគ្នាយើងជ្រើសរើសជាមួយនឹង dimension grid មុនអញ្ចឹងក្រោយពេលដែលយើងជ្រើសរើសហើយវានឹង load ជាមួយនឹងតារាង user interface ឲ្យគ្នាយើងមួយសម្រាប់នៅពេញព័ត៌មានហ្នឹងអញ្ចឹងតាក់ទងជាមួយនឹង dimension style ខ្ញុំរើសមួយហើយតាក់ទងជាមួយនឹង snap distance នេះគឺខ្ញុំយកប្រវែងវាត្រឹមតែ7ទេបន្ទាប់មកទៀតគឺកន្លែងដែល dimension option គឺអ្នកទាំងអស់គ្នាអាចជ្រើសរើសជាមួយនឹងថាចង់ឲ្យវាបង្ហាញនៅខាងឆ្វេងនៅខាងលើឬក៏នៅខាងក្រោមខាងស្ដាំអីអ្នកទាំងអស់គ្នាអាចគ្រីសនៅចំណុចខាងក្រោមនេះបានអញ្ចឹងកន្លែង option ហ្នឹងគឺខ្ញុំជ្រើសរើសវាទាំងអស់ហើយបន្ទាប់មកគ្នាយើងធ្វើការ run វាមកនេះលទ្ធផលក្រោយពេលដែលយើង run វាអញ្ចឹងយើងចូលមកដល់ dimension ជាមួយនឹង footing វិញម្ដងអ្នកទាំងអស់គ្នាចូលមកកាន់កន្លែងដដែលមកហើយយើងជ្រើសរើសជាមួយនឹង dim footing អញ្ចឹងវាដូចគ្នាទេគឺកន្លែងនេះអ្នកទាំងអស់គ្នារើសជាមួយនឹង dimension style ដែរប៉ុន្តែកន្លែង offset នេះខ្ញុំយកវាត្រឹមតែ5ទេប៉ុន្តែអ្នកទាំងអស់គ្នាមើលកន្លែងនេះមុននឹងយើងចុច run វាគឺយើងត្រូវតែ select footing មុនហើយបន្តយើងចុច run តាមក្រោយអញ្ចឹងឥឡូវបន្ទាប់ពីយើងជ្រើសជាមួយ option វាហើយគ្នាយើង select ជាមួយនឹង footing នៅ grid line B1 B2 មកហើយយើងធ្វើការ run វានេះលទ្ធផលក្រោយពេលដែលយើងចុច run អញ្ចឹងបន្តមកទៀតគឺនៅ footing នៅជាមួយនឹង grid line B3 ខ្ញុំ select វា all ដែរប៉ុន្តែអានេះខ្ញុំដូរ option របស់វាគឺយើងយកវានៅខាងក្រោមវិញហើយជាមួយនឹង grid line B4 V4 គឺខ្ញុំយកវាជាមួយនឹង option ទៅខាងលើវិញហើយខ្ញុំដោះជាមួយនឹងបឋមចេញវិញបន្ទាប់ចំពោះ grid line B5 B6 គឺខ្ញុំឲ្យវាទៅខាងលើទាំងអស់នេះគឺជាលទ្ធផលដែលយើងធ្វើរួចរាល់អញ្ចឹងការបង្ហាញរបស់ខ្ញុំថ្ងៃហ្នឹងគឺវាចប់ត្រឹមនឹងសិនហើយបើសិនជាគ្នាយើងមានចំណាប់អារម្មណ៍ជាមួយនឹង add in ហ្នឹងគ្នាយើងអាចតាក់ទងមកខ្ញុំបានអរគុណ